Nâng số sấy bộ phận kia thay này cứ chụp ở trong môi trường bát sai cho thay bằng tiền thấy bộ phận kia thay này cứ trong nâng bậc hàng chun bộ phận kia ông pi ở đây bị một cái dưới lên style từ video bảo dưỡng ban được trong cam thì kẹp khăn đó bộ phận kia mà chẳng là bây giờ lên style từ video bảo dưỡng bán để đọc kia chia là bố dương cho một căn em kẹp khăn đọc kia nó máu và ok bà bắt đầu mốc bộ phận kia đòi sao với miền bên đi chơi cam á bà là trong cam thì kẹp khăn cứ miền bên đi chơi cam chẳng chẳng chọi phai bên đi chơi cam chành máu ok xong rồi chăm tích sẵn một bộ nước này nè bà đã xăm miền bên cam ok ok dừng cho chị bà bắt đầu bây giờ cho mà căn em gặp khách cứ với tranh tầm rồng bẹp nâng bằng bộ nước này nè bà chẳng bắt đầu mong dừng cho biệt thả nhú video bằng bộ cho biệt thả nhú video đang mong đại miền nhà lịch bộ nắng ok bằng bộ này bắt đầu mong vi tranh bà tầm rồng bẹp này ní cứ chuyện là bông bà rụp thọt bảo dương cái đôi chỉ video bảo dương để dương bàn thọt tốt nè bà chẳng vì load mò tầm rồng bẹp này vì miền tàng rụp thọt và vì miền tàng bà vì clip video bảo dương để dương bàn thọt tốt bà chắc là bây giờ cắt to video bàn rồi mỗi cái dương lấy style từ video bảo dương bán chuyên bốn dương từ tại select từ clip video bảo dương để dương bàn thọt tục bàสำหรับบางคนได้จะเนี่ยกัดต่อวิดีโอจะเนี่ยធ្វើ vlog បាទจะเนี่ยធ្វើ video ខ្លីៗផ្សេងៗគឺប្រកាសជាដឹងហើយថា clip ណាត្រូវដាក់មុនបាទ clip ណាត្រូវដាក់កណ្ដាល video clip ណាត្រូវដាក់ចុងបញ្ចប់ video បាទអញ្ចឹងគឺយើងត្រូវតែដាក់ឲ្យបានរៀបរយបាទតែសមជាមួយនឹង clip video របស់យើងមិនចេះដាក់ទេណាបាទហ្នឹងគឺសម្រាប់បងប្អូនដែលធ្វើ video ផ្សេងៗហ្នឹងគឺត្រូវតែយល់ដឹងផ្នែកនឹងមួយផងណាបាទចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនអរគ្នាអំពីរបៀបការយើងលេង style ទៅលើវីដេអូរបស់យើងបាទចឹងដើម្បីយើងលេង style វីដេអូរបស់យើងបានអ្នកនរគ្នាបាទជាដំបូងយើងត្រូវតែ select ទៅលើ clip វីដេអូរបស់យើងជាមុនសិនបាទឥឡូវខ្ញុំ select 3 clip ចោះដើម្បីបង្ហាញជូនបងប្អូនអរគ្នាណាបាទអូខេបន្ទាប់ពីយើង select ហើយយើងចុចពាក្យថា select គ្រីសទៅលើ HD ដើម្បីគុណភាពវីដេអូនោះវារៀងច្បាស់បន្តិចណាបាទយើង select ទៅលើ HD ហ្នឹងមកបាទបន្ទាប់មកយើងចុចពាក្យថា add 3 clip បាទចឹងបងប្អូនបាទធ្វើវីដេអូវាមានច្រើន clip គឺបងប្អូន add ទៅតាមហ្នឹងទៅណាបាទអានេះគឺខ្ញុំបង្ហាញបងប្អូនជាឧទាហរណ៍ទេណាបាទឥឡូវខ្ញុំ add 3 clip វីដេអូបាទអូខេបន្ទាប់ពីយើង add ទៅវាចេញតម្រង់បែបនេះបងប្អូនអរគ្នាណាបាទមុនពេលដែលយើងកាត់តវីដេអូឬមួយគឺយើងបាទលេង style ទៅលើវីដេអូរបស់យើងជាដំបូងគឺយើងត្រូវតែបាទកំណត់តម្រង់ទៅលើវីដេអូរបស់យើងជាមុនសិនបាទដើម្បីយើងកំណត់តម្រង់បានបងប្អូនអរគ្នា scroll បាទទាញវាមកឆ្វេងមកបងប្អូនរកពាក្យថា aspect ratio បាទបងប្អូនចុចទៅលើវាបាទចឹងបងប្អូនអរគ្នាវា load តម្រង់បាទនៃ clip វីដេអូរបស់យើងបាទជាច្រើនតម្រង់ផងដែរវាមានតម្រង់ TikTok វាមានតម្រង់ YouTube វាមានតម្រង់ Thread វាមានតម្រង់ Instagram វាមានតម្រង់ Facebook បាទវាមានច្រើនតម្រង់ហើយនឹងមានតម្រង់ផ្សេងៗទៀតដែលវាបង្ហាញកន្លែងហ្នឹងណាបាទចឹងបងប្អូនប្រកាសជាមានគោលដៅនៅក្នុងការកាត់តវីដេអូប្រកាសជាមានគោលដៅថាត្រូវយកវីដេអូហ្នឹងទៅផុសនៅក្នុងបណ្ដាញសង្គមណាមួយហើយបាទចឹងបើសិនជាបងប្អូនបាទយកវីដេអូហ្នឹងទៅផុសនៅក្នុងបណ្ដាញសង្គម TikTok បងប្អូនយក 9.16 នេះបាទបងប្អូន select លើវាហ្នឹងទៅបាទហើយបើសិនជាបងប្អូនយកវីដេអូហ្នឹងទៅផុសនៅក្នុងបណ្ដាញសង្គម YouTube បងប្អូនយក 16.9 បាទចឹងវាចេញតម្រង់បែបហ្នឹងបាទចឹងនៅក្នុងការកាត់តវីដេអូនេះគឺខ្ញុំបង្ហាញជូនបងប្អូននេះគឺខ្ញុំយកទៅផុសនៅក្នុងបណ្ដាញសង្គមបាទ Facebook page បាទអញ្ចឹងខ្ញុំយក 3.4 អាហ្នឹងគឺជាទំហំសម្រាប់យើងយកទៅផុសនៅក្នុងបាទ Facebook page បាទ 3.4 ហ្នឹងអញ្ចឹងខ្ញុំ select លើវាបាទបន្ទាប់មកវាចេញតម្រង់បែបនេះផងដែរបងប្អូនគ្នាណាបាទបន្ទាប់ពីយើង select ទៅលើ 3.4 ចឹងហើយបងប្អូនចុចពាក្យថា text ចុចគ្រីសមកបាទអូខេបងប្អូនគ្នាបាទបន្ទាប់មកបងប្អូនមើលមកក្នុង clip វីដេអូរបស់យើងសិនបាទបងប្អូនឃើញវាមានស៊ុំខ្មៅនៅជាប់នឹងវីដេអូរបស់យើងខាងនោះទេបងប្អូនគ្នាបាទអញ្ចឹងបងប្អូនគ្នាដល់ពេលដែលយើង export ទៅគឺវានឹងជាប់អាស៊ុំខ្មៅនឹងហើយណាបាទដើម្បីឲ្យបាត់អាស៊ុំខ្មៅនឹងបានអ្នកនរគ្នាបងប្អូនត្រូវតែ zoom in វាមកបាទយើង select ទៅលើ clip វីដេអូរបស់យើងសិនបាទយើង zoom កើតបាទយើង select ចឹងមកបាទយើង zoom វាឲ្យពេញខ្មៅនឹងអស់ខ្មៅហ្នឹងណាបាទយើង zoom វាអស់មកបាទវាអស់បែបនេះមកបាទអូខេឥឡូវយើង zoom វាពេញចេញមកអូខេបើសិនតែបងប្អូន zoom វាអត់ពេញទេគឺនៅពេលបងប្អូន export ទៅវាជាប់បាទវាជាប់ខ្មៅនឹង zoom ខ្មៅនឹងវាអត់ស្អាតទេណាបាទអញ្ចឹងយើង zoom in zoom out វាអស់ណាបាទដោយសារយើងកំណត់តម្រង់ 3.4 ហ្នឹងតម្រង់ clip វីដេអូរបស់វាអត់ពេញជាមួយនឹងតម្រង់ 3.4 ហ្នឹងបាទអញ្ចឹងយើង zoom វាពេញមកដល់ពេលដែលយើង export ទៅវាស្អាតណាបាទអូខេយើង zoom វាបែបហ្នឹងមកយើងធ្វើអស់ clip របស់យើងណាបាទ clip របស់យើងមានប្រហែល clip យើង zoom វាពេញឲ្យអស់មកបាទពេញចេះអស់មកអូខេយើងមានប្រហែល clip យើង zoom វាពេញមកបាទ
ចាំពាក់ក្រោយគឺខ្ញុំនឹងបង្ហាញជូនបងប្អូនវារៀងស៊ីជម្រៅបន្ថែមនឹងទៀតបាទអញ្ចឹងយើងចេះមួយកលៈយើងងាយស្រួលចេះទាំងអស់គ្នាណាបាទអូខេចឹងបងប្អូនគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាឲ្យចេះលេង style ទៅលើវីដេអូរបស់យើងបាទជាពិសេសបងប្អូនដែលធ្វើ vlog ធ្វើវីដេអូខ្លីៗណាបាទគឺយើងត្រូវតែលេង style ទៅលើវីដេអូរបស់យើងដើម្បីមានភាពតាក់ទាញខ្លះផងដែរបាទចឹងមុនពេលដែលយើងត្រូវលេង style គឺយើងត្រូវតែកាត់វាចំណុចណាមួយដែលបងប្អូនចង់កាត់ចេញចំណុចណាខ្លះដែលបងប្អូនចង់ទុកគឺបងប្អូនត្រូវតែរៀបរយវាឲ្យបានត្រឹមត្រូវសិនណាបាទយើងមិនមែនទៅទាំងបីទាំងស្គរចឹងទេណាបាទសម្រាប់ការរបៀបនៃការកាត់គឺខ្ញុំបានបង្ហាញជូននៅក្នុងវីដេអូមុនហើយណាបងប្អូនអាចទៅមើលបានណាបាទដើម្បីការកាត់ហ្នឹងគឺអាគំនូសពណ៌សហ្នឹងគឺបងប្អូន scroll ដល់ចំណុចណាមួយដែលបងប្អូនចង់កាត់ចេញទៅណាបាទហើយបងប្អូន scroll វាដល់ចំណុចណាបងប្អូនចង់កាត់ចេញបងប្អូនបាទមើលមកខាងក្រោមគេដាក់ពាក្យថា split ហ្នឹងបងប្អូនចុចរបៀប split ហ្នឹងមកវាដាច់ហើយវាដាច់វីដេអូជា2ដូចយើងកាត់ដើមអំពៅជា2ចំណែកអញ្ចឹងបងប្អូនគ្នាបានន័យថាវាដាច់ដល់ឡែកជា2ណាបាទវាដាច់ចេញជាគ្នាជា2បាទចឹងបងប្អូនគ្នាក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាគឺតកតងជាមួយនឹងការយើងលេង style ទេណាបាទយើងលេង style ទៅលើវីដេអូរបស់យើងបាទចឹងដើម្បីយើងលេង style ទៅលើវីដេអូរបស់យើងបានបងប្អូនមើលអាចំណុចពណ៌សបន្តិចហ្នឹងអាចំណុចនេះគឺជាចំណុចបាទមុខតំណនៃ clip វីដេអូរបស់យើងដែលយើងបានកាត់មិញណាបាទបានន័យថាជាមុខតំណនៃ clip វីដេអូរបស់យើងបាទបើយើង select បាទទៅលើ clip វីដេអូរបស់យើងនីមួយៗគឺវាបាទចេញមុខតំណបែបហ្នឹងហើយដោយសារវីដេអូហ្នឹងវាអត់ជាប់គ្នាទេបាទចឹងដើម្បីយើងលេង style បានបងប្អូនគ្នាបាទបងប្អូន play សិនមកបាទដើម្បីយើងលេង style គឺបងប្អូនចុចអាចំណុចពណ៌សហ្នឹងណាបាទចុចអាចំណុចពណ៌សហ្នឹងមកអូខេចុចមកអូខេចឹងវា load transition បាទសម្រាប់ឲ្យយើងលេង style ទៅលើវីដេអូរបស់យើងបាទមាន transition ជាច្រើនផងដែរនេះបាទវាមានច្រើនបាទដោយសារកម្មវិធី CapCut គឺ update សារជាថ្មីម្ដងទៀតហើយបាទគឺវា load transition ឲ្យយើងជ្រើសរើសគឺច្រើនខ្លាំងមែនទែនបងប្អូនគ្នានេះគឺជា style ផ្សេងបាទសម្រាប់ឲ្យយើងលេង style ទៅលើវីដេអូរបស់យើងណាបាទឥឡូវខ្ញុំយក style ណាមួយដើម្បីបង្ហាញជូនបងប្អូនបាទជាឧទាហរណ៍បាទអញ្ចឹងខ្ញុំចុចទៅលើ style មួយនេះចុះបាទដើម្បីបង្ហាញជូនដល់អ្នកនរគ្នាបាទអូខេខ្ញុំយកនេះបាទអូខេចឹងបងប្អូនបាទនៅពេលដែលយើង select ទៅលើ sensation មកណាវា load ចូលហើយបងប្អូនគ្នាអញ្ចឹងយើង play មកបាទយើង play ជាមួយវាលេង style ឲ្យយើងបែបម៉េចបាទអូខេនេះវាលេង style ឲ្យយើងឃើញបែបហ្នឹងបងប្អូនគ្នាបានន័យថាការលេង style ទៅលើវីដេអូរបស់យើងគឺបានន័យថាវាចប់ពីមួយ clip មួយវាចូលទៅ clip មួយទៀតបាទអញ្ចឹងនៅពេលដែលវាចូលទៅ clip មួយទៀតវាលេង style ឲ្យយើងឃើញបានន័យថាជាចរណានៃវីដេអូរបស់យើងបាទចូលពីមួយ clip មួយទៅ clip មួយទៀតហ្នឹងគឺវាលេងចរណាឲ្យយើងឃើញបងប្អូនគ្នាបាទអញ្ចឹងយើងចុចមកបាទអូខេវាលេង style ឲ្យយើងបែបហ្នឹងណាបាទវាមាន style transition ជាច្រើនផងដែរសម្រាប់ឲ្យយើងលេងណាបាទឥឡូវបងប្អូនឃើញវាលេងវារៀង slow ហ៎បងប្អូនគ្នាបាទអញ្ចឹងយើងចង់ឲ្យវាលឿនបាទកុំឲ្យវា slow បែបវាស៊ីម៉ោង clip វីដេអូរបស់យើងណាបាទអញ្ចឹងយើងចង់ឲ្យវារៀងលឿនបន្តិចបាទដើម្បីឲ្យវាលេង style ឲ្យវារៀងលឿនបាទន័យថា fast បាទអញ្ចឹងយើងចុចទៅលើបាទចំណុចពណ៌សនឹងដូចគ្នាដែលជាមុខតំណដែលយើងលេង transition មិញហ្នឹងយើងចុចទៅលើវាហ្នឹងមកបាទហើយយើងមើលមកខាងក្រោមបាទអញ្ចឹងបងប្អូនបាទមើលអាកប្នុះពណ៌នេះពណ៌ស្លាបកំផេនហ្នឹងណាបាទបងប្អូនឃើញវានេះឃើញគេដាក់នាទីឲ្យបាទអញ្ចឹងបងប្អូនចង់ឲ្យវា fast បានន័យថាវាលឿនអញ្ចឹងយើងទាញវាមកឆ្វេងមកណែបាទយើងទាញវាមកឆ្វេងឲ្យរៀងគៀកមកវានឹងលេង style ឲ្យវារៀងលឿនបាទយើងចាំមើលបាទឥឡូវបាទបងប្អូនឃើញវាលឿនណាឃើញលេង style លឿនណាបាទអញ្ចឹងសម្រាប់ការបងប្អូនដែលចង់បានstyle នៃវីដេអូរបស់យើងលឿនឬក៏ឆាប់អាស្រ័យទៅលើយើងជាអ្នកកំណត់ទេណាបាទយើងចង់ឲ្យវា slow យើងទាញវាបែបនេះបាទដើម្បីវា slow បាទអញ្ចឹងបើសិនបងប្អូនចង់ឲ្យវាលឿនបងប្អូនទាញវាមកឆ្វេងបាទវានឹងវាលេង style យើងលឿនបាទអញ្ចឹងបងប្អូនគ្នាសម្រាប់ការយើងលេង style គឺវាមាន style ជាច្រើនផងដែរគឺបងប្អូនបាទលេង style នៅក្នុង clip វីដេអូរបស់យើងគឺបងប្អូនស៊ីសង់ទៅលើបងប្អូនអាស្រ័យទៅលើបងប្អូនចង់លេង style ទៅលើ clip វីដេអូរបស់យើងថាចំណុចណាមួយដែលបងប្អូនចង់លេង style ចំណុចណាមួយដែលបងប្អូនមិនចង់លេងបាទយើងដឹងហើយយើងដែលជាអ្នកធ្វើ vlog ធ្វើវីដេអូខ្លីៗយើងត្រូវតែដឹង clip វីដេអូរបស់យើងអត្ថន័យ clip វីដេអូរបស់យើងវាមិនយើងលេង style ឲ្យត្រូវជាមួយនឹងអត្ថន័យទៅណាបាទយើងមិនមែនចេះតែលេងទៅញ៉ៃទៅផ្ទះទៅបាស់ទេបាទអញ្ចឹងយើងលេងបន្តមកដូចគ្នាបងប្អូនគ្នាណាបាទយើងចុចអាចចំណុចពណ៌សនៅដូចគ្នាបាទដើម្បីយើងលេង style ទៅលើវីដេអូរបស់យើងណាបាទយើងចុចមកបាទអញ្ចឹងយើងចង់លេងណាបាទនេះ style របស់យើងវាមានច្រើនផងដែរនេះ
bà lời trong vô style mà mùi tiết ở bên bằng hàng chùn bằng bồn khi dùng vô zoomបែប zoom ចេះចោះបាទអូខេអញ្ចឹងដូចសម្រាប់ការយើងលេងគឺបងប្អូនដឹងហើយណាបាទគឺយើងលេង style បែបនេះគឺ clip វីដេអូរបស់យើងវាចូលមួយ clip វាចាប់មួយ clip វាចូលមួយ clip គឺវាលេងឲ្យយើងហើយបាទយើងចុចមកបាទអូខេបាទវាលេងបែបនេះបាទហើយយើងចង់បានលឿនឬក៏ឆាប់អញ្ចឹងយើង select ចឹងមកបាទយើងទាញវា slow ទេមកកុំលឿនពេកអូខេបែបនេះបាទអញ្ចឹងបងប្អូនបន្តទៀតបងប្អូនធ្វើចឹងអដែលមកណាបាទយើងធ្វើបែបហ្នឹងដដែលបាទយើងចុចទៅលើវាបាទអត់ពិបាកទេបងប្អូនគ្នាណាបាទគឺយើងសម្រាប់ការយើងលេង style ទៅលើវីដេអូរបស់យើងគឺងាយស្រួលខ្លាំងមែនទែនណាបាទខ្ញុំយក zoom មួយ zoom in មួយបាទអូខេខ្ញុំយករសិនបងប្អូនសូមរងចាំតិចបាទវីដេអូរបស់ខ្ញុំវាធ្វើរៀងវែងតិចឲ្យបងប្អូនគ្នាណាបាទដោយសារហើយបងប្អូនអរគ្នាយល់ដឹងអរគ្នាចោះបាទខ្ញុំគ្រីសបាទជាមួយវាលេងណាបាទអូខេអញ្ចឹងវាលេងបែបនេះបាទយើងចង់យឺតឬឆាប់គឺបងប្អូនអាស្រ័យទៅលើបងប្អូនចង់បានណាបាទបែបនេះរៀងលឿនហើយយើងនៅវគ្គក្រោយគឺខ្ញុំនឹងបង្ហាញជូនបងប្អូនគ្នាយើងនៅលេងនៅពេលដែលយើងលេង style គឺយើងលេងភ្លេងផងដែរវាមានអមភ្លេងផងដែរវាមិនយើងលេងឆ្កុយទៅស្ងាត់ទៅចឹងទេវាអត់មានភាក់តិចយើងមានភ្លេងបាទយើងមានជាសំឡេងអីផ្សេងចឹងទៅបងប្អូនគ្នាណាបាទសម្រាប់ឲ្យវីដេអូរបស់យើងគឺតាក់ទាញបាទអ្នកទស្សនានៃវីដេអូរបស់យើងកុំឲ្យគេធុញអញ្ចឹងទៅណាបាទអញ្ចឹងសម្រាប់ការយើងលេងសំឡេងបាទលេង style ផ្សេងទៀតគឺខ្ញុំបង្ហាញជូនបងប្អូនអរគ្នានៅវគ្គទី2បាទជាបន្តបន្ទាប់អញ្ចឹងទៅណាសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះកាត់សោះនៅក្នុងកម្មវិធី CapCut ហ្នឹងគឺឲ្យចេះកាត់ទាំងអស់គ្នាហ្នឹងទៅណាបាទអូខេអញ្ចឹងបងប្អូនអរគ្នារបៀបនៃការយើងលេង style ទៅលើវីដេអូរបស់ខ្ញុំនៅក្នុងកម្មវិធី CapCut គឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាណាបាទសូមបងប្អូនអរគ្នាមេត្តាជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតគឺខ្ញុំបង្ហាញជូនបងប្អូនអរគ្នាបាទជាបន្តអញ្ចឹងទៅបាទសម្រាប់បងប្អូនអរគ្នាបាទចេះទាំងអស់គ្នានឹងទៅណាបាទមិនកំណាញ់ទេបាទអូខេអញ្ចឹងសូមអរគុណបងប្អូនគ្នាណាបាទ